មានសុបិនមួយដែលមនុស្សជាច្រើនគិតថាសាមញ្ញណាស់តែសម្រាប់ខ្ញុំវាជាសុបិនធំបំផុតក្នុងជីវិតនោះគឺការរស់នៅជួបជុំគ្រួសារសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីសុបិនគ្រួសាររបស់ខ្ញុំចាប់តាំងពីឆ្នាំ2007រហូតមកដល់ថ្ងៃនេះខ្ញុំមិនដែលបានរស់នៅជួបជុំគ្នាជាមួយកូនទាំងអស់ទេសប្តាហ៍ថ្ងៃនេះកូនទី1រស់នៅជាមួយខ្ញុំកូនទី2រស់នៅជាមួយម្ដាយបង្កើតកូនពៅរស់នៅជាមួយម្ដាយក្មេកគ្រួសារខ្ញុំត្រូវបានបំបែកជា3កន្លែងរៀងរាល់យប់ខ្ញុំគិតថាតើថ្ងៃណាខ្ញុំនឹងបានឃើញកូនអង្គុយជុំគ្នានៅតុបាយមួយខ្ញុំដឹងថាបងប្អូនខ្លះប្រហែលជាគិតថាអ្វីទាំងអស់មកពីខ្ញុំទេខ្ញុំមិនចេះរៀបចំគ្រួសារគ្មានទំនួលខុសត្រូវចំពោះកូនខ្ញុំមិនបដិសេធទេប៉ុន្តែមានរឿងជាច្រើនដែលខ្ញុំមិនអាចនិយាយបាននៅពេលនេះមានបញ្ហាមានសម្ពាធមានភាពលំបាកដែលធ្វើឲ្យខ្ញុំមិនអាចរក្សាគ្រួសារឲ្យនៅជុំគ្នាបានយប់ខ្លះខ្ញុំសោកសៅតែម្នាក់ឯងមើលរូបកូននៅក្នុងទូរស័ព្ទហើយសួរខ្លួនឯងថាតើខ្ញុំជាម្ដាយល្អឬនៅតែទោះបីជាជីវិតលំបាកយ៉ាងណាក៏ដោយខ្ញុំមិនដែលបោះបង់សុបិននេះឡើយសុបិនរបស់ខ្ញុំគឺថ្ងៃមួយគ្រួសារខ្ញុំនឹងរស់នៅក្នុងផ្ទះតែមួយញ៉ាំបាយជុំគ្នាសើចជាមួយគ្នានិយាយរឿងនៅសាលានិងស្ដាប់រឿងកូនរៀងរាល់ថ្ងៃសុបិនមួយដែលមនុស្សខ្លះយល់ថាសាមញ្ញតែសម្រាប់ខ្ញុំវាជាការស្រមៃដ៏អស្ចារ្យបំផុតក្នុងជីវិតខ្ញុំមិនត្រឹមតែស្រមៃទេខ្ញុំបានរៀបចំផែនការរយៈពេល4ឆ្នាំដើម្បីឲ្យថ្ងៃនោះក្លាយជាការពិតការរស់នៅជួបជុំគ្នានៅក្រៅប្រទេសខ្ញុំកំពុងតស៊ូរៀងរាល់ថ្ងៃធ្វើការរកប្រាក់អត់ធ្មត់ហើយអត់ធ្មត់ទៀតមិនមែនសម្រាប់ខ្ញុំតែម្នាក់ឯងទេប៉ុន្តែសម្រាប់អនាគតរបស់កូនខ្ញុំបើបងប្អូនណាម្នាក់កំពុងរស់នៅក្នុងគ្រួសារដែលបែកបាក់សូមកុំបោះបង់សុបិនការពិតមិនកើតឡើងដោយសំណាងទេការពិតកើតចេញពីសុបិនបូកនឹងការរៀបចំផែនការបូកនឹងការតស៊ូរៀងរាល់ថ្ងៃនេះហើយជាសុបិនគ្រួសារខ្ញុំសុបិននៃការរស់នៅជុំគ្នាខ្ញុំជឿថាថ្ងៃមួយខ្ញុំនឹងបានឃើញកូនទាំងអស់អង្គុយនៅជុំគ្នាក្រោមដំបូលផ្ទះតែមួយដោយក្តីសុខនិងស្នាមញញឹមអរគុណបងប្អូនដែលបានស្ដាប់រឿងរ៉ាវពី Voice of Experience សូម Subscribe Channel YouTube របស់ខ្ញុំផងដើម្បីបានស្ដាប់បទពិសោធន៍ផ្សេងទៀត